นู่ច្បាប់ព្រមអត់ទាន់ថ្មីចេញហើយម្ចាស់បរិយខុនដូឬក៏អាផាតមិនឬក៏ម្ចាស់ផ្ទះជួលណាក៏ដោយដែលមានចេតនាលាក់បាំងនិងអនុញ្ញាតឲ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំងរបស់ខ្លួនចាគឺត្រូវផាកពិន័យជាទឹកប្រាក់ចំនួនម្នាក់4 លានរៀលសូមបញ្ជាក់ថាជនបរទេសម្នាក់គេផាក4 លានរៀលចុះបើសិនជាលោកអ្នកជួលឲ្យជនបរទេសមកអាគារនឹងស្នាក់នៅ100នាក់មិន400 លានរៀលបាត់ហើយចាអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាច្បាប់ថ្មីណាសូមស្ដាប់ដោយយកចិត្តទុកដាក់ដូចតទៅចាអញ្ចឹងនេះគឺជាអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំរាជរដ្ឋាភិបាលចាមានច្រើនទំព័រវែងដែរអញ្ចឹងនាងខ្ញុំសូមដកស្រង់នៅចំណុចសំខាន់យកមកជម្រាបជូនតែម្ដងនៅត្រង់ចំណុចមាត្រា9ស្នងការនគរបាលរាជធានីភ្នំពេញនិងអធិការនគរបាលក្រុងស្រុកខណ្ឌត្រូវធ្វើការណែនាំដល់ប្រធានអង្គភិបឬក៏ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬក៏អ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំក្នុងការផ្ដល់របាយការណ៍អំពីចំនួនអ្នកស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំរបស់ខ្លួនឲ្យបានទៀងទាត់តាមពេលកំណត់ស្នងការនគរបាលរាជធានីខេត្តនិងអធិការនគរបាលក្រុងស្រុកខណ្ឌមានសមត្ថកិច្ចរៀបចំផែនការចុះពិនិត្យគុណភាពប្រព័ន្ធការពារសន្តិសុខសុវត្ថិភាពនៃទីតាំងរស់នៅប្រមូលផ្ដុំដើម្បីធានាឲ្យបាននៅសន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលស្នាក់នៅតាមទីតាំងនោះមាត្រា16ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវផ្ដល់ប្លង់ប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំដែលស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនដល់អាជ្ញាធរមានសមត្ថកិច្ចតាមការស្នើសុំម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវថែរក្សាឲ្យបានហ្មត់ចត់នៅគុណភាពប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃអគារស្នាក់នៅឬបរិវេណនៃទីតាំងរស់នៅប្រមូលផ្ដុំឲ្យបានត្រឹមត្រូវតាមនិយមបច្ចេកទេសចាចំណុចនេះតកតងនឹងកាមេរ៉ាសុវត្ថិភាពអីហ្នឹងបងប្អូនចាក្នុងអគារដែលបងប្អូនដាក់ជួលឲ្យបរទេសកាមេរ៉ាសុវត្ថិភាពអីយើង record ទុកបែបម៉េចខ្ញុំឃើញមាននៅក្នុងចម្ពោះបន្តទៀតចាំមើលខ្ញុំជំរាបជូនតាមនឹងចាម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចក្នុងការកែលម្អប្រព័ន្ធសន្តិសុខចាឥឡូវមកដល់កន្លែងរឿងទិន្នន័យក្នុងកាមេរ៉ាសុវត្ថិភាពឯនៅក្នុងចម្ពោះទី5នេះចាការរក្សាទុកការប្រើប្រាស់ទិន្នន័យក្នុងកាមេរ៉ាសុវត្ថិភាពមាត្រា18ទិន្នន័យទាំងស្រុងដែលមាននៅក្នុងកាមេរ៉ាសុវត្ថិភាពក្នុងទីតាំងរស់នៅប្រមូលផ្ដុំត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច90ថ្ងៃ3ខែបងប្អូនទាំងអស់គ្នាអញ្ចឹងចាដាក់ memory កាមេរ៉ាសុវត្ថិភាពអីឲ្យធំទៅដើម្បីយើងរក្សាទុកបានយូរ90ថ្ងៃណាចាដើម្បីជូនមន្ត្រីមានសមត្ថកិច្ចតាមការស្នើសុំទិន្នន័យក្នុងបញ្ជីកំណត់ត្រាចេញចូលនៃការស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្ដុំត្រូវរក្សាទុកក្នុងរយៈពេលយ៉ាងតិច1ឆ្នាំបញ្ជាក់1ឆ្នាំដើម្បីជូនមន្ត្រីមានសមត្ថកិច្ចតាមការស្នើសុំចាស្នើសុំត្រូវតែបានផាកពិន័យដល់កន្លែងផាកឯងចំពោះ6ទណ្ឌកម្មមាត្រា19ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំដែលធ្វេសប្រហែសខកខានមិនបានបំពេញកាតព្វកិច្ចដោយមានចែងក្នុងមាត្រា16នៃអនុក្រឹត្យត្រូវផាកពិន័យជាប្រាក់ចំនួន4សែនរៀលដោយមិនទាន់គិតដល់ចាគេហៅថាទណ្ឌកម្មដែលកើតឡើងពីការធ្វេសប្រហែសនេះឡើយមាត្រា20ម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំដែលមានចេតនាលាក់បាំងនិងអនុញ្ញាតឲ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដែលខុសច្បាប់ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួនត្រូវផាកពិន័យជាប្រាក់ចំនួន4 លានរៀលសម្រាប់ជនបរទេសម្នាក់ចាខ្ញុំបញ្ជាក់ខាងដើមហើយណាលាក់ម្នាក់4 លានបានន័យថាយើងដូចថាដឹងដែរថាជនបរទេសហ្នឹងគេដូចថារកអីធ្វើអីរកស៊ីខុសច្បាប់អីប៉ុន្តែយើងហេតុតែចង់បានចំណូលពីការជួលទីតាំងឲ្យគេព្រោះអីពេលខ្លះអាផាតមិនឬក៏អាគារហ្នឹងធំណាស់បើយើងអត់ជួលឲ្យគេយើងទុកចោលចាយើងវាខាតប្រយោជន៍អញ្ចឹងបើសិនជាលោកស្រីគិតថាអូជួលឲ្យគេបានមួយខែ4-5,000 អីដែរអញ្ចឹងទៅក៏សុខចិត្តលាក់បាំងទៅចាអញ្ចឹងពេលដែលអាជ្ញាធរចុះទៅដល់ជាក់ស្ដែងរាប់ចំនួនជនបរទេសស្នាក់នៅឃើញថាពួកគាត់ហ្នឹងរស់នៅ
ខុសច្បាប់រស៊ីខុសច្បាប់ឧទាហរណ៍ថាមកគៀហ្នឹងតែ100នាក់ត្រូវផាកអស់100លានរៀលបាត់ទៅហើយហើយនៅអាស្អីស្អីច្រើនទៀតចាអញ្ចឹងគឺមានហានិភ័យណាស់អញ្ចឹងសូមបញ្ជាក់ថាការដែលផាកនេះគឺមិនទាន់គិតដល់ទោសទណ្ឌប្រមទណ្ឌដែលបានកំណត់ដោយច្បាប់ជាធម្មានទេទោសទណ្ឌនោះវាអាចទៅជាប់ពន្ធនាគារទៅទៀតណោះចាវាអាចជាប់ពន្ធនាគារទៅទៀតអញ្ចឹងសូមសហការទាំងអស់គ្នាបងប្អូនទាំងអស់គ្នាណាចា